បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបាទបានលើកយកគាថាកំច័ន្ទមុនខ្មៅមួយមីដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាកំច័ន្ទមុនខ្មៅនេះណារបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំព័ន្ធខ្មោចព្រីបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថានេះណាមកសរសៃផ្លុំដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោចខ្លួនឯងទៅណាដើម្បីកម្ចាត់អំពើអំព័ន្ធដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាហើយការព្យាបាលជួយសង្គ្រោះអ្នកជំងឺហ្នឹងគឺយើងណាពេលដែលយើងព្យាបាលអ្នកជំងឺយើងត្រូវពណ៌សមាការពារខ្លួនយើងសិនឬក៏ពណ៌សមាការពារប្រពន្ធកូនរបស់យើងក្រុមគ្រួសាររបស់យើងណាកុំឲ្យឡងអំពើត្រូវណាកាលណាតែយើងព្យាបាលឲ្យអ្នកជំងឺពេលដែលយើងកំពុងតែស្រោចទឹកជួយសង្គ្រោះគេនឹងអំពើដែលមាននៅក្នុងខ្លួនអ្នកជំងឺនឹងវាច្បាស់ជាឡងណាត្រឡប់មករកយើងវិញហើយបើសិនជាយើងបានការពារខ្លួនយើងជាគ្រូគឺអត់ត្រូវយើងទេណាវាឡងត្រូវប្រពន្ធយើងកូនយើងឬក៏ក្រុមគ្រួសាររបស់យើងបើសិនជាយើងបានពតសមាការពារក្រុមគ្រួសាររបស់យើងហើយទោះបីជាអំពើណាដែលវាឡងចេញពីខ្លួនអ្នកជំងឺមកក៏វាអត់ត្រូវក្រុមគ្រួសាររបស់យើងដែរណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងយើងរៀនអាគមយើងត្រូវឲ្យយល់ណាឲ្យច្បាស់រៀនឲ្យមានគ្រូពិតប្រាកដច្បាស់លាស់ត្រឹមត្រូវណាទើបយើងអាចជួយសង្គ្រោះគេបានណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយការជួយសង្គ្រោះមើលគេនេះណាវារៀងពិបាកដែរកាលណាតែយើងមិនដឹងពីអាការៈអ្នកជំងឺត្រូវអំពើខ្លាំងឬខ្សោយយើងចេះតែស្រោចទឹកយកយើងមិនដឹងថាអ្នកជំងឺនោះត្រូវអំពើខ្លាំងយើងមិនបានប្រយ័ត្នអាហ្នឹងវាអាចឡងអំពើណាចូលមកខ្លួនយើងវិញបានណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយពេលបើសិនជាអ្នកជំងឺណាត្រូវអំពើខ្លាំងហ្នឹងយើងស្រោចហ្នឹងអំពើហ្នឹងវាបុកពីខ្លួនអ្នកជំងឺហ្នឹងមកវិញណាវារត់មកចូលតាមតសៃដៃរបស់យើងបើយើងមិនចេះប្រើគាថាអ្វីសម្រាប់ដុតឬក៏កំចាយឲ្យវាចេញទៅវិញទេគឺវានឹងឈ្មុលណាចូលខ្លួនយើងហើយគឺយើងត្រូវអំពើរបស់គេហើយណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយគាថាដែលខ្លាំងណាប្រើទៅមានអានុភាពណាលឿនលះជាងគេហ្នឹងគឺភាគច្រើនគឺប្រើគាថាព្រះអគិសម្រាប់ដុតណារំលាយព្រីពាន់ឆ្នាំឬក៏ក្រុងឆេះជាពិសេសជាងគេហ្នឹងគឺសីមាភ្លើងបានហើយភាគច្រើនបើយកគេថាល្មមទៅភាសាវាទៅប្រើអត់សូវមានប្រសិទ្ធភាពអត់សូវបានផលទេណាហើយបើព្យាបាលយកគេថាល្មមទៅព្យាបាលហ្នឹងគឺប្រើពេលវេលាយូរណាស់តែបើសិនជាយើងយកខាងសីមាភ្លើងទៅប្រើសុទ្ធគឺយើងព្យាបាលអ្នកជំងឺគឺជាលឿនណាអត់មានប្រើពេលរយៈពេល2-3ថ្ងៃទេណាប្រហែលជាបើយើងនិយាយចំទៅប្រហែលជាកន្លះម៉ោងអីនេះបើយើងថានិយាយរៀបចំនៅរៀបកិច្ចនៅហើយដាក់ទឹកដាក់អីទៀតយើងថាកន្លះម៉ោងចាស់បើថា2-3នាទីទេវាអត់ទាន់ណាក្នុងការមើលវល់តែនៅអត់ធុកផងនៅតែរតនាគ្រូអីផងហ្នឹងវាលើសចូលនាទីហើយណាវាអញ្ចឹង3-4នាទីដែរអញ្ចឹងបើយើងនិយាយកំណត់ថាមិនឲ្យលើសមិនឲ្យខ្វះយើងនិយាយថាកន្លះម៉ោងចោះអាហ្នឹងអ្នកជំងឺហ្នឹងវាជីហើយណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងរៀនអាគមគឺយើងមានគ្រូគឺយើងអត់សូវភ័យអត់សូវខ្លាចទេណាហើយយើងមានគ្រូយើងចង់បានវិជ្ជាអីរៀនពីគ្រូយើងមានផ្ដល់សម្រាប់ឲ្យរៀនគ្រូយើងមានបទពិសោធន៍ស្រាប់ធ្លាប់ក្នុងការជួយសង្គ្រោះគេហើយយើងថ្មីយើងអាចរៀនបណ្ដើយើងអាចមើលគេបណ្ដើយើងអាចសួរគ្រូយើងបានបណ្ដើបានអញ្ចឹងកុំឲ្យខាតពេលវេលាកាន់ទៅវែងឆ្ងាយយូរនៅយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាពុទ្ធោយៈសោអរហង្គហេ
អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រតាមការគួរចុះណា